Ôm spa cùng cả nhà đi rất thiết mà làm phê nó từ ti phong từ pi nè ôi nhung vậy mà lại những cái boosting energy trong lang của mình mà một bạc cả lang ngay cà phê bị vú ta một đi nó được đặt năm những vị nhía xa láng trùn làm men camera boom men đó Twitch mà Twitch hello camera nay phải nói nhung cách trong này chơi phải nói nhung cách thăm video nhung lo chừng kia nhung vậy mình tên nó để sao ta thì nhía xa cái nào cả một can quạt hẹp mất thở còn sập họ rò video vì nhía xa bong bi series hẹp mau tha thử miếng spe tẹo tông mùi bắp này thì điểm rõ cái vô bia tạ nhàn khmái nhung bạn đã cho video tặng kho tầm mùi như đã speed con pi តែមើល show ហ្នឹងណាអាវគ្គដំបូងបង design តើពិតជាសប្បាយចិត្តនឹងក្បាលវីដេអូមែនតែស្រាប់តែចូលដល់អាលឿនញាប់ ไม่เราเขาเกี่ยวว่าเอ็นประบะสบัดมองอู้หลังไม่เราจะ តែសួរវីដេអូហ្នឹងបើសិនជាដកតា เส้นจ้องคอย យើងទៅដកតាស៊ីនចុងក្រោយហើយនឹងដក 0.5 ហ្នឹងអត់ ใจ 0.5 ธรรมดา Long perfect អូខេហ្មងនិយាយមែន yeah that's why ปอนครั้งอพิโซดติมเปิลนั้นสัมเปียดครั้งสัมเปียดครั้งของท่าយើងត្រូវមិនវិញ្ញាសាទាំងអស់ចូលគ្នាហើយពិបាកនឹងការទៅដល់មកវាំងនឹងថតទៀតទីតាំងដែលយើងទៅនោះវាអត់អំណោយផលទេដោយសារតែយើងទៅឥឡូវគឺថាអត់មានលុយអត់ចូលវីដេអូទេយើងពិបាករកអ្នកថតឲ្យហ្មងហើយមួយទៀតអត់ឲ្យអ្នកស្គាល់គ្នាថតឲ្យទៀតអញ្ចឹងពិបាកហ្មងប្លង់អីឃើញប្លង់វីដេអូខ្ញុំអង្គអត់នេះដោយសារមីអូនមីអូនកាន់មីអូនរេរំ ងូនហ្នឹងខ្ញុំសុំគាត់ដែរតាដល់ពេលឲ្យម៉ូនហ្នឹងអត់ហ៊ានភ័យទៅអត់ឌូបដៅ សំខាន់អូខ្ញុំខឹងមកស្រីទាតាំងចែកលុយមកឥឡូវនៅមកវាំង content អត់លុយអត់ចូល មួយទៀតដោយសារពិបាក ឈិត ឈិតក៏ឈិតដែរព្រោះនិយាយស្មោះ ពួកខ្ញុំឃើញគេឈិតដែរខ្ញុំឃើញគេឈិតដែរ ខ្ញុំ លុយថតឲ្យគ្នា យ៉ាខ្ញុំឲ្យបងសំអាងថតឲ្យខ្ញុំប៉ុន្តែខ្ញុំអត់បានដាក់ក្នុងកម្មវិធីព្រោះអ្នកព្រោះចែកខ្ញុំពិតជាដល់ភ្លើតលមែនតែនហ្មងអេផ isode ទី7ហ្នឹងខ្ញុំសារភាពខ្លួនឯងហ្មងព្រោះចែកទី1 concept របស់យើងគឺវាចាក់កខ្លួនឯងដូចខ្ញុំនិយាយតាំងការកម្មវិធីហ្នឹងអញ្ចឹង concept យើងដែលយើងចង់ធ្វើមកហ្នឹងវាល្អហើយប៉ុន្តែវាគ្លឹងឃ្លោងមែនតើណាហើយនឹង topic ព្រោះពេលខ្ញុំ topic ខ្ញុំចង់ចាប់ក្មេងៗហ្នឹងយើងចង់លើកពួកគាត់ថាពួកគាត់ល្អបងចូលមកពេញ ប៉ុន្តែទៅជា topic ហ្នឹងវាចាក់កថាមិនតាមពិតអីដែលយើងគិតថាយើងចង់លើករបស់ហ្នឹងល្អតែរបស់ហ្នឹងវាអត់តន់ល្អដូចយើងចង់លើក ខ្ញុំឈិតហ្នឹងគឺខ្ញុំឈិតលុយថតឲ្យវិញខ្ញុំឃើញវាថតអត់ទៅមុខហើយវាពិបាកនៅក្នុងការថតហើយខ្ញុំដឹងហ្មងខ្ញុំដឹងចំណុចខ្សោយវាហ្មងថាវាធ្វើឲ្យម្នាក់ឯងវាពិបាក សំខាន់ឲ្យវាទៅសុំគេទៀតដឹងថាពិបាកហ្មងហើយខ្ញុំថាចែកខ្ញុំអត់ចង់បាត់បង់មិត្តភាពឬក៏អីទេហើយណាមួយខ្ញុំឃើញគេឈិតដែរខ្លាចអីឈិតចឹងខ្ញុំទៅថតឲ្យវាហ្មងខ្ញុំនាំមកខ្ញុំដូចគ្នាទៅស្គាល់កំ pl ាញអត់បើឃើញវីដេអូវាកំ pl ាញចកមកបាច់ចាញ់បាក់អីអីកណាត់វាប៉ុន្តែយើងបន្ថែមឲ្យមានកាច់កអាធ្លាក់យំអីដឹងហើយគឺខ្ញុំអ្នកថតឲ្យចា ចាំវិញហ្មង មានអីតាមណា ចាប់តា ôi bạn ông lệ cái nên khoa kê ăn cho ông lệ gì ông lệ អូពេលហ្នឹងគាត់ប្រឡប់ដែរមែនពេលហ្នឹងមិនតែnè បានវាជើងកាមេរ៉ានោះ មែនតើយើងទៅជួបនឹង audience របស់យើង តែពេលហ្នឹងខ្ញុំឆ្លោះគ្នាមួយកវិនទេតាឆ្លោះគ្នាម៉ៃ គួតទៅ មិនចឹង ជើងនិយាយ chưa biết rằng gì sao đánh tới này chả thò đấy thì nhật mai sắc cay thế là vốn là trong khối giọt ban được không វីដេអូដែលខ្ញុំមើលមកម៉ានមិញហ្នឹងគឺឃើញវីដេអូគាត់មាន make over ដែលច្បាស់ហើយយើងបាន អូចង់និយាយថាចេះកន្លែងហ្នឹងពួកខ្ញុំអត់សក់ចិត្តទេនិយាយថាអត់មាន make over ដោយសារតែ director ប្រាប់មកថាពេលដែលអញធ្វើខ្លួនស្អាតហ្នឹងគឺជា make over មួយហើយគាត់ថាមិនបាច់ចាំតអញស្លៀកឈុតមួយហើយត្រូវ make over មួយទៀតទេអាហ្នឹងជាអីដែលពួកយើងបានប៉ុន្តែពីគណៈកម្មការក៏ប្រហែលជាគាត់អត់បានស្ដាប់ប៉ុណ្ណឹងពី director ឬក៏អីទេគាត់គិតថាតតែផ្លាស់ប្ដូរពីសម្លៀកបំពាក់មួយទៅសម្លៀកបំពាក់មួយបានឃើញ make over តែឥឡូវខ្ញុំចង់សួរតែចេះមនុស្សធម្មតាស្លៀកពាក់ដូចខ្ញុំហ្នឹងទៅមុខវាំងអត់ទៅអញ្ចឹងអត់អាហ្នឹងមិនមែន make over ទេមែនខ្ញុំចង់ឆ្ងល់ ហើយ storytelling ក៏ល្អប៉ុន្តែដូចនិយាយចឹងបើសិនជា ខ្ញុំជាម្ចាស់ product មួយអាយអត់ដាក់ sponsor ឲ្យគេអញ្ចឹងយកអត់បានលុយទេថា lại lấy cái lạnh này mà trong vậy hay cùng cặt á
Bài tên tên vậy ខ្ញុំ nè. ចង់អត់ទេចង់ចែកម្លែកវិញចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាដែលចង់ប្រកួតរដូវកាលទី3ដូចនិយាយចង់ថា timeline គឺពិតជាសំខាន់ណាស់ថែរក្សាការដេកឲ្យបានល្អខ្ញុំនិយាយប្រាប់អ្នកទាំងអស់គ្នានេះខ្ញុំគិតថាមនុស្សជាច្រើនគាត់អាចមិនដឹងហើយមិនបាច់កុហកពួកគាត់ទេថាមួយអាទិត្យគេនឹងថតម្ដងគឺច្បាស់ណាស់អ្នកទាំងអស់គ្នាគេនឹងលាក់ប្រហែលថ្ងៃដើម្បីសម្រាប់កម្មវិធីដើម្បីថតដែរអញ្ចឹងពួកខ្ញុំត្រូវទៅចំណាយពេលច្រើនមែនតើថាជា10ថ្ងៃដើម្បីទៅថតអញ្ចឹងវាប្រកៀកប្រកិតគ្នានឹងគឺជា timeline ពិតប្រាកដគឺវាពិតជាអញ្ចឹងមែនអ្នកទាំងអស់គ្នាអញ្ចឹងគាត់ថាអ្នកគ្នាដែលត្រៀមប្រយុទ្ធនៅរដូវកាលក្រោយគួរតែដឹងកន្លែងហ្នឹងថាត្រៀមខ្លួនឲ្យខ្លាំងហើយដេកឲ្យគ្រប់គ្រាន់ដូចខ្ញុំទៅប្រឡងមកដប់អញ្ចឹងអ្នកគ្នាចិត្ត កុំច្បល់នាំគ្នា កុំ លេង ច្បល់ តាក់ណា 10ដែលគេដូចជាមួយទឹកចិត្តយើងប្រឡងអីចឹងហ្នឹងវាដូចអញ្ចឹងអ្នកគ្នាត្រូវតវឹកវរមើលមេរៀនច្រើនមែនតើវាបែបហ្នឹងអញ្ចឹងមិនឲ្យអ្នកទាំងគ្នាត្រៀមព្រោះពេលហ្នឹងខ្ញុំវីដេអូខ្ញុំធ្វើបានល្អគឺខ្ញុំនិយាយមកថា timeline ខ្ញុំអត់ timeline វាគៀកគ្នាពេកហើយខ្ញុំបាក់ខ្ញុំពិតជា surrender លើសុខភាពខ្លួនឯងមែន ចឹងកន្លែងហ្នឹងគឺខាតឯងព្រោះតែស្អីខ្វះចំកន្លែងសំខាន់ជាងគេទៀត កាត់ដេកគេនឹងសុំសួរតិចគាត់តិចមិនចង់ធ្វើអាប្លង់លក្ខណៈរបៀបដូច time lapse ហើយជុំ intro មិនហ្នឹងហើយបងកន្លែងនេះខ្ញុំចង់ លេខ បាន 1ហ្មងអារឿងចំណុចទូចៗហ្នឹង ហើយមាន2ប្លង់ទៅអត់តែអាប្លង់ចុងក្រោយឯង walk out ណាកាត់អាហ្នឹងចេញ គុណភាពនៃការផលិតវីដេអូរីកចម្រើនជាងមុនច្រើនថ្លៃណាស់ គឺមិនថតគេទៅសើកូនក្រុមគេរហូត ឡៃហ្នឹងបងវិញពិតជានោះមែនបងមើលកសោខ្លាំងហ្មង ហើយវាអារម្មណ៍ថាវាអត់ boring នៅកន្លែងនេះហើយខ្លីនេះ ហើយក៏វាកាត់ដំបូងនេះណា boring ហ្មង ប៉ុន្តែឡើងវិញគឺគាត់ដាក់ខ្លីមែនតែនដែរអាចនិយាយថាយើងយល់ន័យហើយគឺ straight to the point អូយើងជាប់អី met phone ជាប់ internet បែបម៉េចនិយាយទៅគឺគាត់ straight ប៉ុណ្ណឹងហើយ តែ overall ទៅដល់រងសម្រាប់នឹងធ្លាក់ទឹកដៃ ធ្លាក់មក ខ្ញុំមានអារម្មណ៍ថាអញ្ចឹងវីដេអូកាលពីអេពីសូតមុនខ្លាំង ក្នុងនាមជា mentor របស់ Daro នេះជាវីដេអូដែលខ្ញុំអន់ចិត្តជាងគេនិយាយច្រើនពេក ពួកអញឈឺចាប់ហើយ និយាយច្រើនដល់ថ្នាក់ដឹងខ្លួនឯងដល់ថ្នាក់ខ្លួនឯងដាក់ speed ទៅមកពីកន្លងមក Daro ធ្វើការជាក្រុមក៏មិនដឹងដែលយើងឃើញថាវាល្អច្រើនហេតុអីបានសប្តាហ៍ហ្នឹងវីដេអូ Daro ចេញមកអញ្ចឹង តើបងខ្ញុំចង់សុំទោសបងដែរតែឲ្យបងខកក្នុងខ្ញុំមូលហេតុដែលសក្តាខ្ញុំធ្វើបាក់ល្អវិញ្ញាសាមួយហ្នឹងច្រើនសម្រាប់ខ្ញុំអូច្រើនមែនមួយទៀតខ្ញុំអត់ដែល interview អ្នកណានៅខាងក្រៅទេវាអាចថាឆ្ងាយពី content ខ្ញុំបន្តិចខុសពីអីដែលខ្ញុំធ្វើបន្តិចប្រហែលជាមកពីខ្ញុំផ្ដោតទៅលើអត្តន័យ នឹងការចែកម្លែកហ្នឹងច្រើនជាងដោយសារតែគោលបំណងខ្ញុំគឺចង់ចែកម្លែកបានច្រើនហើយខ្ញុំបដោតថាឲ្យវាមានសាច់រឿងបតៈកាលាគ្នាពីដើមដល់ចប់ បងពិតជាសង្ស័យខ្លួនឯងហើយបងសង្ស័យចម្លើយអនឡាញដូចគ្នាពីព្រោះអនឡាញនិយាយថាអនឡាញនឹងយកពៀនឲ្យបងតែវីដេអូហ្នឹងអាពីសប្តាហ៍មុនហ្នឹងគឺកំពុកចោលហ្មង how can I trust you មើលអ្វីដែលអនឡាញនិយាយជាមួយ action អនឡាញធ្វើមកពាក្យណាថាខ្ញុំនឹងយកពៀនឲ្យបងឯងឲ្យបាន ខ្ញុំសូមឲ្យអ្នកទាំង4ឡើងមកខាងមុខ អូយឡើងនឹងភ័យខ្លាច និយាយទៅប៉ះតង្កេតផ្លូវចិត្តព្រោះពេលហ្នឹងខ្ញុំមកប្រកួត Marathon Star ដល់ការទី2ខ្ញុំចង់បានអីមួយទៅវិញគឺការឈ្នះស្វែងយល់ខ្លួនឯងបន្ថែមទៀតហើយដល់អេពីសូតហ្នឹងគឺខ្ញុំនិយាយហ្មងថាខ្ញុំយកប៉ុណ្ណឹងក៏បានដែរខ្ញុំទៅផ្ទះក៏បានដែរព្រោះខ្ញុំពិតជាបាននៅចម្លើយដែលខ្ញុំចង់បានហើយគឺខ្ញុំពិតជាអាចថាខ្ញុំ lock down ខ្លួនឯងបន្តិចកន្លែងហ្នឹងព្រោះខ្ញុំពិតជាមានអារម្មណ៍ថានិយាយប្រហែលជាអ្នកឯងត្រូវទៅផ្ទះហើយដើម្បីបរឹងទៀតដែរព្រោះមើលទៅនៅមានចំណុចដែលខ្វះច្រើនណាស់ហើយវាបានមកពីណាគឺគណៈកម្មការគាត់ប្រាប់យើងគាត់និយាយមកគឺយើងមានអារម្មណ៍ថារីគីមានអារម្មណ៍ថាហែងដូចជាអត់តន់ល្អគ្រប់គ្រាន់សម្រាប់កន្លែងហ្នឹងឯងគឺត្រូវទៅដុសបន្ថែមទៀតហើយមិនបាច់ខ្វល់ទេធ្វើមិនយើងបានតែប៉ុណ្្នឹងហើយព្យាយាមនិយាយកាត់ពួកខ្ញុំព្យាយាមនិយាយមួយខ្លួនឯងច្រើនមែនតើអញ្ចឹងមកខ្ញុំវាឡាប់សតិអស់ហ្នឹងពេលហ្នឹងខ្ញុំពិតជា surrender ខ្លួនឯងហ្មងម៉ែពេលហ្នឹងមានអារម្មណ៍ថាបើខ្ញុំគិតណាអ្នកដែលចេញខ្ញុំគិតថាបើមិនខ្ញុំរីគីព្រោះពេលដែលចូលបន្ទប់ interview ហ្នឹងហើយខ្ញុំគិតថាខ្លួនឯងនឹងជាអ្នកត្រូវទៅ debate មួយរីគីហ្មងព្រោះរីគីចេញមកវិញរីគីយំយកហ្មងហើយខ្ញុំចេញមកវិញគឺខ្ញុំយំឡើងអស់ទឹកភ្នែកហ្មងខ្ញុំយំគ្នាហ្មងចឹងហើយខ្ញុំទៅចេះអូខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ធ្វើឲ្យគាត់អស់សង្ឃឹមខ្លាំងណាវាដូចទាំងដែលខ្ញុំមានអារម្មណ៍ថាវីដេអូខ្ញុំល្អជាងហ្មងហងណាប៉ុន្តែសម្ដីដែលខ្ញុំទទួលបានហ្នឹងគឺការដែលគាត់បាក់ទឹកចិត្តមួយយើងអស់កម្លាំងចិត្តនៅក្នុងការជឿជាក់លើយើងណា
ចឹងសូម្បីតែខ្ញុំនិយាយអីក៏មិនអាចឲ្យគាត់មក steal យកខ្ញុំបានដែរប៉ុន្តែខ្ញុំលើកទឹកចិត្តទៅថាវាជាការប្រឡងហើយវាចរិតបើសិនជាគាត់អត់និយាយចឹងទេវាអាចជាទៅកាន់វគ្គទៅមុខទៀតដោយសារតែយើងមានវគ្គបន្តអញ្ចឹងបើសិនជាយើងបាក់ទឹកចិត្តយើងឆ្លើយសំណួរវគ្គក្រោយអត់មានគេឧបមាថាគេមានសួរសំណួរតទៀតខ្ញុំចេះថាបើសិនជាគេមានសួរសំណួរតទៀតហើយយើងពងតែគាត់និយាយចឹងគឺដើម្បីគេថាជាហ្គេមដើម្បីយើងអូភ័យវេនវ័នឲ្យឈឺចាប់វេនវ័នដល់ពេលវគ្គក្រោយបើសិនគេមានសួរសំណួរច្បាស់ណាស់តែយើងគឺនឹងធ្លាក់ដោយសារតែយើងអត់បានធៀមកាយឲ្យបង្ហឹងថែមទៀតហ្នឹងកន្លែងហ្នឹងគឺខ្ញុំឆៃអីដែលខ្ញុំនោះមួយទៀតគឺគាត់ថាពាក្យដែលបងម៉ាឌីសូនីតាគាត់និយាយមកឲ្យខ្ញុំលឺឲ្យខ្ញុំពិតជានៅគិតពេលដែលទៅមើលអេពីសូតហើយថាបើសិនជាមិនគិតពីបន្ទុកហើយការឆ្លើយគឺខ្ញុំយកលំហងតែខ្ញុំអត់អាចទៅខឹងពួកគាត់ទាំងអស់ទេប៉ុន្តែខ្ញុំពិតជាមិនទៅខ្ញុំបាត់ដឹងថាខ្ញុំអត់ចូលចិត្តបន្ទោសមកស្ថានខាងក្រៅទេខ្ញុំចូលចិត្តថាចេះឥឡូវបើថ្ងៃអត់ល្អហើយថ្ងៃទៅផ្ទះថ្ងៃស្ដាប់ខ្លួនឯងថ្ងៃនិយាយមួយខ្លួនឯងហើយថ្ងៃហ្នឹងមកទុកគឺវាមួយខ្លួនឯងហ្នឹងថាចេះខ្ញុំចូលចិត្តបន្ទោសខ្លួនឯងថាមិនទៅហើយដោយសារតែខ្ញុំកើតមកនេះវាដាក់គោលដៅខ្លួនឯងវាចង់ប្រកួតចង់អីច្រើនដល់ពេលអញ្ចឹងខ្ញុំបើខ្ញុំពេលហ្នឹងខ្ញុំអត់មានអារម្មណ៍ថារីគីនឹងធ្លាក់អីព្រោះពេលដែលនៅក្នុងបន្ទប់ interview ពេលដែលខ្ញុំអន់ចិត្តហ្មងខ្ញុំអន់ចិត្តមួយបងឌីសុនតែគាត់និយាយថាគាត់ស្ដាយដែលគាត់តម្លាក់រីគីហើយបើឲ្យប្រៀបគាត់នឹងថារីគីល្អជាងណាគាត់នឹងនិយាយថារីគីល្អជាងហើយគាត់ស្ដាយដែលគាត់តម្លាក់រីគីពាក្យមួយម៉ាត់ហ្នឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាចេះគាត់បាត់បង់ទំនុកចិត្តមួយខ្ញុំបាត់ហើយគាត់ស្ដាយដែលគាត់តម្លាក់រីគីចោលហ្នឹងបានន័យថាបើគាត់គិតថាបើគាត់ទុករីគីនឹងល្អជាងហ្នឹងតែខ្ញុំនិយាយដល់អេពីសូតហ្នឹងមានអីនិយាយច្រើនណាសូមនិយាយអស់ហ្នឹងបាច់កាត់ទេបងវាលេចទៅវាចេះកន្លែងហ្នឹងបងឌីសូនីតាគាត់ថាអត់ស្អីគេស្ដាយមកឯងត្រូវអត់ហ្នឹងហើយប៉ុន្តែកន្លែងហ្នឹងគាត់និយាយមកវិញគឺគាត់ធ្វើឲ្យយើងមានអារម្មណ៍ថាធ្វើឲ្យខ្ញុំហ្មងណាមានអារម្មណ៍ថាវាអត់ទៅមុខទៀតហើយមួយទៀតមេរៀនដែលខ្ញុំរៀនបានពីម៉ាឌីសូនីតានៅក្នុងអេពីសូតហ្នឹងហ្មងគាត់និយាយគ្នាផ្សឹបពេលឲ្យបង BT គាត់និយាយពីលើសលេងហ្នឹងទៀតប៉ុន្តែខ្ញុំបានលឺហ្នឹងគឺឱកាសគេបានផ្ដល់ឲ្យគាត់ហើយទេតាំងពីរដូវកាលទី1អញ្ចឹងរដូវកាលហ្នឹងយើងមិនអីមិនត្រូវផ្ដល់ឱកាសគាត់ទេគាត់ប្រកែកគ្នាជាមួយបងម៉ៃហើយខ្ញុំសម្របទៅវិញហ្នឹងវាធ្វើឲ្យខ្ញុំពិតជាបានមេរៀនមួយហ្មងណាគាត់សរសេរដាក់กระดาษចំណាំហ្មងថាយើងអត់អាចថ្មីរហូតទេយើងបានចេញមុខនៅលើបណ្ដាញសង្គមឲ្យគាត់ឃើញហើយអញ្ចឹងភាពថ្មីរបស់យើងនៅក្នុងផ្នែករបស់គាត់នឹងលែងមានអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាចូលប្រកួតរដូវកាលក្រោយវាមិនអាចថាដោះណាអាក្រក់ប្រហែលពួកគាត់ចោលទេគាត់ថាពេលខ្លះពេលដែលយើងធ្វើហើយវាអត់មានភាពថ្មីពេលហ្នឹងគាត់ប្រាប់ហ្មងថារគាតមានអីថ្មីទេហើយខ្ញុំទទួលស្គាល់មិនមែនថាខ្ញុំអត់មានអីថ្មីហ្នឹងខ្ញុំប្រកែកថាអត់ទេខ្ញុំថ្មីអត់មែនទេគឺខ្ញុំវាពិតជាអត់មែនប៉ុន្តែខ្ញុំចង់ប្រាប់មកខ្លួនឯងវិញថាការកោះអ្វីមួយដែលថ្មីគឺវាពិតជាពិបាកវាពិតជាពិបាកមែនมันអាចនៅសុកយើងមានអីមកថ្មីបានទេអញ្ចឹងកំពុងតែមកព្យាយាមរៀនសូត្រពីគាត់ហើយពេលហ្នឹងធ្វើឲ្យខ្ញុំបានរៀនដឹងហ្មងថារបស់យើងអាចឲ្យគេឃើញតែគឺគេនឹងលែង interesting ហើយចាប់ហ្មងទៅវា គេកាត់ខ្លាំងអីខ្លះតោះនិយាយច្រើនណាអញគ្រូបង្ហេញវាក់ខ្លាំងហ្មងណាធំលៀនខ្លាំងឡើងមុខមួយចាហ៊ានអញអត់តែខ្លោននឹងខ្លាំងញ៉ាំមកភ្នែករីគីឡើងមុខមួយចាហ៊ានអត់ចូលរួមអបអរសាទរអ្នកខាងក្រោយអញរំភើបខ្លាំងអញស្ដាយគឺអញ You pass mommy let's go You pass mommy ពេលហ្នឹងយើងមិននិយាយគ្នាមុនចូលយើងនឹងមានការជំរុះបែកភាពមួយរូបឡើយអញជឿជាក់ឯងក៏លឺម្នាក់ណាអញជឿជាក់លឺថ្ងៃមករីគីថ្ងៃហ្នឹងគាត់ពាក្យថាខ្ញុំអត់ដឹងថាហ្នឹងគ្រីបឬក៏អីគេតែអញឃើញមកយ៉ាងហ្នឹងមានអារម្មណ៍អាណិតគាត់បងលឹមហុងឃើញអត់មានអារម្មណ៍ថាចង់និយាយទៅចេះមានអារម្មណ៍ថាគាត់មនុស្សដែលផ្ដល់វាយគេរហូតដល់ពេលគាត់ធ្លាក់ឲ្យគាត់ពេញចិត្តនឹងទទួលយកអាភាពធ្លាក់របស់គាត់ហ្នឹងណាឈ្នះចិត្តគេឯងទាំងអស់ហ្មងស្រឡាញ់គាត់ខ្លាំងអញ្ចឹងត្រៀមខ្លួនហើយស្វាគមន៍ជាមួយនឹង special guest របស់យើងចំហយនេះគឺកញ្ញាផនស្រីពីឡើងពីមួយវគ្គទៅមួយវគ្គខ្ញុំទទួលបានភាពដែលវិញ្ញាសាទាំងអស់ហ្នឹងគឺឆ្កឹះយើងឲ្យឃើញពីសមត្ថភាពផ្ទាល់ខ្លួនហ្មងថា
ចំណុចកន្លែងណាដែលយើងខ្សោយចំណុចកន្លែងណាដែលយើងខ្លាំងយើងអាចយកមកកំបាញ់គ្នាហើយយើងអាចអភិវឌ្ឍសមត្ថភាពរបស់យើងនឹងទៅមុខបានទៀតហើយបើសម្រាប់ដល់ការនេះហ្មងខ្ញុំឃើញថាមានវិញ្ញាសាប្លែកហើយពិតជាស័ក្តិសមជាការដោះខាត់មនុស្សឲ្យខ្លាយទៅជា content creator មែនព្រោះសូម្បីតែចំណេះដឹងក៏យើងត្រូវមាននៅក្នុងការសំណួរចម្លើយព្រោះធម្មតាយើងជា content creator ច្បាស់ណាស់ថាយើងនឹងជាអ្នកផលិតមាតិកាឲ្យទស្សនិកជនដែលជាអ្នកគាំទ្ររបស់យើងនឹងទស្សនាទោះបីជាគាត់មិនមែនជាអ្នកគាំទ្រយើងក៏គាត់បានទស្សនាវីដេអូយើងដែរអញ្ចឹងចំណុចសំខាន់នៅក្នុង content creator ហ្មងហ្នឹងគឺយើងគួរគប្បីមានចំណេះដឹងនៅក្នុងខ្លួនជាមុនសិនហើយអីដែលជា content របស់យើងចែកម្លែកហ្នឹងចែកម្លែកឲ្យចំឲ្យត្រូវចំណុចហើយងាយដែលពួកគាត់យល់ពី audience ថាមិនដែលគាត់គួរតែយល់ឆាប់យល់មើលវីដេអូហ្នឹងហើយទទួលបាន key message ដែលយើងចង់ផលិតហ្នឹងអញ្ចឹងធ្វើឲ្យខ្ញុំបង្រឹងខ្លួនឯងពីមនុស្សដែលមិនបកកែធ្វើវីដេអូទៅជាមនុស្សដែលបកកែធ្វើវីដេអូហើយយល់ពី concept មានហុកមានអីតាក់ចិត្តទស្សនិកជនបានបើចំពោះខ្ញុំអាចថាមកកម្មវិធីនេះជាលើកដំបូងហើយក៏បានរៀនពីកម្មវិធីនេះច្រើនដោយទី1នោះគឺយើងបានទទួលនៅពាក្យមួយម៉ាត់ដែលថាហ៊ានហើយនឹងជំនះធ្វើឲ្យបានណាអញ្ចឹងមកកម្មវិធីនេះគឺទទួលបានមេរៀននៅអីដែលហៅថាជាភាពក្លាហានពិតប្រាកដទាំងជាមួយខ្លួនឯងទាំងជាមួយគណៈកម្មការទាំងជាមួយទស្សនិកជនទាំងអស់អញ្ចឹងភាពក្លាហាននេះគឺវាពិតជាសំខាន់មែនទែនសម្រាប់អ្នកដែលធ្វើវីដេអូក៏ដូចជាធ្វើមាតិកាតែទន្ទឹមនឹងភាពក្លាហានហើយនឹងភាពប្រថុយប្រថានដែលយើងត្រូវធ្វើគឺដូចយេរ៉ូនិយាយអញ្ចឹងគឺត្រូវតែភ្ជាប់ជាមួយនឹងចំណេះដឹងរបស់យើងផងដែរហើយថាតើអីដែលយើងធ្វើទៅនឹងមានអត្ថប្រយោជន៍គុណធម៌សិលធម៌អីខ្លះសម្រាប់ដែលយើងធ្វើអញ្ចឹងទៅអានេះវាជាការដែលយើងប្រថុយធ្វើរៀនហើយនឹងចាំមើលលទ្ធផលអីដែលយើងខំប្រឹងប្រែងផងដែរមានឃើញមួយចំណុចទៀតយូឯងបានបើកបង្ហាញខ្លួនឯងឲ្យច្បាស់ក្លាហានណាវាថាហ្នឹងជាភាពក្លាហានរបស់យើងមួយដែលថាយើងអត់អាចទៅបង្ហាញនៅក្រៅបានប៉ុន្តែយើងអាចមកបង្ហាញនៅពេលដែលយើងប្រឡងនេះបានដើម្បីអីដើម្បីភាពឈ្នះក្រហើយមិនចាំមិនឃើញបើខ្ញុំវាបានត្រូវគោលដៅរបស់ខ្ញុំព្រោះខ្ញុំគិតថាអ្វីដែលខ្ញុំបានពីការប្រកួតម្ដងនេះគឺភាពស្តង់ដារនៃការផលិតមាតិកាភាពស្តង់ដារនៃការផលិតមាតិកាមិនមែនគ្រាន់តែថតវីដេអូហើយបង្ហោះទៅលើបណ្ដាញសង្គមទេវាមាន category algorithm ត្រឹមត្រូវការគិតនិងប្លង់ការថតស្អីទៅទាំងអស់ហ្នឹងគឺវាគួរតែមានដើម្បីបង្កើនភាពស្តង់ដារអ្នកផលិតមាតិការបស់យើងនៅកម្ពុជាខ្ញុំគិតថានេះគឺជាវេទិកាមួយដែលបង្រៀនអ្នកផលិតមាតិកាជាច្រើនឲ្យយល់ថាវីដេអូមិនមែនគ្រាន់តែថតដើម្បីបង្ហោះវីដេអូវាត្រូវតែមានខ្លឹមសារអត្ថន័យបើទោះបីជាអីក៏ដោយវីដេអូវាគួរតែបង្កើនបែបហ្នឹងណាបើយើងធ្វើឲ្យស្រុកយើងវាមើលមកអូខេ content creator ស្រុកយើងមើលមកគឺមានស្តង់ដារខ្លាំងហ្នឹងហើយអាហ្នឹងគឺអីដែលខ្ញុំបានរៀនពីហ្នឹងហើយខ្ញុំពិតជាចង់យកមេរៀនទាំងអស់ហ្នឹងមកដុសខាត់ខ្លួនឯងឲ្យឃើញនៅខ្លួនឯងកាន់តែស្តង់ដារជាងនឹងទៅទៀតដែរហ្នឹងហើយអីដែលខ្ញុំរៀនពីខាងកម្មវិធីខ្ញុំគិតថាកន្លែងនេះដែរដោយសារតែវារៀងជ្រៅបន្តិចដែលវាមិនសូវសមនឹងអ្នកទស្សនាធម្មតាមើលដល់ពេលចឹងទៅគាត់អត់សូវយល់នេះជាហេតុផលដែល audience ភាគច្រើនគាត់អត់យល់គាត់ថាកម្មវិធីប្រកួតពីអីគេគាត់ប្រកួតពីអីគេគឺអត់យល់ហ្មងប៉ុន្តែមែនតើទៅគឺវាបែបហ្នឹងអ្នកគ្នាដោយសារតែមែនតើតើតើអ្នកទាំងអស់គ្នាជាអ្នកផលិតមាតិកាដែរខ្លះហើយស្វែងយល់ហើយស្រឡាញ់ចូលចិត្តទើបអ្នកទាំងអស់គ្នាអាចនឹងយល់ថាយ៉ាវិញ្ញាសាហ្នឹងណាបើអ្នកផលិតមាតិកាគាត់ធ្វើចេះតែបើថាគាត់ធម្មតាពេកហ្មងគឺគាត់អាចនឹងរៀងពិបាកគិតតិចពួកខ្ញុំក៏ឈួតមួយកម្មវិធីនេះដែរទៀតខ្ញុំឃើញ comment ណា audience គាត់ឆ្ងល់ថាទៅផលិតមាតិកាឬក៏មាន contestant របស់យើងដែរដែលគាត់និយាយថាហេតុអីបានមានវិញ្ញាសាថតរូបហ្នឹងយើងត្រូវដឹងថាអត្តន័យអត្តរសវានៅភ្ជាប់ជាមួយគ្នាហ្មងអញ្ចឹងក្នុងនាមយើងជាអ្នកផលិតមាតិកាមិនមែនយើងផលិតតែវីដេអូទេគឺយើងត្រូវមានរូបថតដែរជួនកាលយើងដែរឃើញcontent creator ស្រុកគេពេលដែលរូបមួយស្លឹកហ្នឹងគឺគេមានអត្ថន័យហ្មងជាពិសេសខ្ញុំឃើញសកម្មភាពមួយដែលតាក់ទងមួយនឹងរូបភាពដែរគាត់គូជួនកាលគាត់គូកនូនហ្នឹងឲ្យមានអត្ថន័យមួយសម្រាប់ការបង្កើតរបស់គាត់ហ្នឹងហើយមួយរយៈក្រោយហ្នឹងគាត់បានលាចាក់លោកទៅវាធ្វើឲ្យសាច់រឿងទាំងអស់ហ្នឹងវាប្រតិកលាគ្នាអញ្ចឹងក្នុងការបង្កើតមាតិកាគឺយើងជាអ្នកបង្កើតមិនថារូបថតឬក៏វីដេអូឬក៏ status ហ្នឹងក៏វាជាមាតិកាដែរ
ពាក្យមេតិកាមួយនេះគឺខ្ញុំបានហ៊ានពីសាលាក៏ដូចពីកម្មវិធីដូចគ្នាពីមុនខ្ញុំគិតថាបង្កើតមេតិកាគឺតែវីដេអូឯងតាមពិតទៅការសរសេរកាសែតក៏ជាមេតិការូបភាពមកស្លឹកក៏ជាមេតិកាវីដេអូវែងខ្លីក៏ជាមេតិកាអ្វីទៀតច្រើនទៀតណាគឺសិតតែជាមេតិកាហ្នឹងហើយចឹងហើយបើអ្នកទាំងអស់គ្នាចង់ស្វែងយល់ពីពាក្យថាផលិតមេតិកាអ្នកទាំងអស់គ្នាកុំភ្លេចចូលមករដូវកាលទី3ហ្នឹងហើយអ្នកទាំងអស់គ្នានឹងអាចឃើញពួកយើងជាគណៈកម្មការពិសេសអូយបាយវិញតែចង់ខ្លាចជាគណៈកម្មការកិត្តិយសហើយសិនដល់ធ្វើជាគណៈកម្មការពិសេសសម្រាប់គ្រូប្អូនតបហើយលោកគ្រូមានអារម្មណ៍ថាខនសពពីលើដោះអរ៉េខ្ញុំដល់ពេលមើលតមើលក៏និយាយច្រើនណាMiss Cosmo Cambodia 2020គឺគីពេលហ្នឹងឯងខុសណា វិញ្ញាសាក្នុងវគ្គនេះរើបេក្ខជនឆ្លើយសំណួរម្នាក់មួយសំណួរដើម្បីជំរុញបេក្ខជនចំនួន2នាក់ទៅកាន់វគ្គ live show តើរយៈពេលដែលបងបង្កើតមាតិកាកន្លងមកមានវីដេអូណាខ្លះដែលបងអាច inspire ឬក៏អាចនឹងធ្វើឲ្យសង្គមរីកចម្រើនលើសពីនឹងចំពោះ content របស់ខ្ញុំដែលជួយទៅដល់សង្គមហើយជាការទំនួលខុសត្រូវក៏ដូចជាចែកជូននៅជំនួសយូរឯងអ្នកដែលទស្សនាបានឆ្លើយខ្លះពួកនេះយើងក៏តែបានមើល show នេះយើងបានមើលតែពេលហ្នឹងមីគិតថាមីក្បោះបាយតែមីអាចនឹងភាំងអាកតុយបន្តិចដល់សង្គមតាមរបៀបផ្សេងដែលពួកគាត់ចង់ធ្វើបាទបងមកហេងសម្រាប់បន្ទុករបស់អ្នកទាំង5គឺយើងបានបូកសរុបរួចហើយលទ្ធផល មីខ្លាចភ្នែកហ្មងយើងបានទទួលនៅលើដៃ mentor ទាំង3ក៏ដូចជា special guest ដូចគ្នាអូយមកហើយទុកទូនីតិហ្នឹងទៅឲ្យ mentor Bisonita Davin Ricky Daro យេចូលរួមត្រេកអរបើតើឡើយបានបញ្ជាក់ថាបង្ហាញថប់ហ៎យើងហើយគួរណាស់ត្រៀមខ្លួនរួចហើយឬនៅសម្រាប់ live show ពួកយើងគឺជា content creator ចំនួនថ្មីរបស់ Max Monster អូអាទី2កំពើមើលញ៉ាមកពួងមកចៅម៉ែដល់ឃើញវីដេអូនោះហៀកទៀតហើយមានអារម្មណ៍ភ័យឯងចង់ពួកយើងគឺជា content creator ចំនួនថ្មីរបស់ Max Monster រដូវកាលទី2អូយរំភើបបាទបងនិយាយតាំងពីសាមុនណាតាំងពីរដូវកាលទី1ខ្ញុំរៀងតាក់កន្លែងក្រោយសែងខ្ញុំអត់ដឹងអត់ធ្លាប់តែមែនណាតែមានរំភើបបាទមានអារម្មណ៍កាត់រឿងជាច្រើនមកម៉ែឥឡូវនិយាយមុនហ្នឹងមិនវាជាច្រើនតែ finally យើងអាចជន់ឆាកមួយទៀតឆាកដែលយើងធ្លាប់ជន់ណាវាដូចយើងមកជន់កន្លែងតារាហើយក៏ខំប្រឹងធ្វើរឿងដែរខ្លួនឯងអត់បានច្រើនមែនតើថាមករដូវកាលមុនហើយមករដូវកាលនឹងទៅអីទៀតអូយភ័យខ្ញុំប្រាប់ថាបើខ្ញុំអត់មកក៏អត់មានអ្នកសិល្បៈបុរាណណាមកប្រកួតក្នុងកម្មវិធីផលិតមាតិកាដែរហើយបើខ្ញុំអត់មកខ្ញុំក៏អត់អាចជំនះខ្លួនឯងដែរខ្ញុំចង់ break the limit របស់ខ្ញុំដែរខ្ញុំចង់លើកមុនខ្ញុំអាចនឹងបានលេខ3ប៉ុន្តែលើកនេះមិនប្រកាសថាខ្ញុំបានលេខ3ដដែលទេខ្ញុំចង់ break the limit ខ្លួនឯងទៅកាន់ពៀននៅរដូវកាលទី2នេះហើយខ្ញុំពិតជាធ្វើវាអស់ហើយបើទោះបីជាលទ្ធផលយ៉ាងណាក៏នៅតែទទួលដែរព្រោះថប់កំពូលទាំង3នៅទីនេះអញ្ចឹងពួកយើងនឹងរួមដៃគ្នាធ្វើការមួយគ្នាបន្តទៀតមិនប្រកាសថាយើងអត់មានអីថ្មីសម្រាប់ទស្សនិកជនទេគឺថាវាហោចណាស់ក៏ថ្ងៃដែលយើង live show ហ្នឹងវាជាទស្សនីយភាពឬមួយក៏ជារូបភាពមួយដែលថ្មីដែលពួកយើងរួមដៃគ្នាទាំងអស់គ្នាជាមួយនឹងបងក្រុមការងារក៏ដូចជាមិត្តហ្វូនរៀបចំឲ្យបានទៅកាន់តែល្អសម្រាប់ជាកាដូមួយសម្រាប់ជូនទៅដល់អ្នកគ្រប់គ្រងបានទស្សនាផងដែរហើយអីដែលខ្ញុំអរគុណធំបំផុតនោះគឺខ្ញុំចង់អរគុណដល់មិត្តហ្វូនដែលគាត់បានលើកយកនៅកម្មវិធីនេះឡើងដើម្បីបណ្ដោះអ្នកផលិតមាតិកាឲ្យគាត់មានកម្លាំងចិត្តមានទឹកចិត្តហើយមួយទៀតឲ្យគាត់មានទីតាំងកន្លែងមួយឬក៏ថែថលមួយសម្រាប់ខ្លួនគាត់ឲ្យមានភាពជឿជាក់នៅក្នុងការផលិតមាតិកាវីដេអូហើយក៏ជំរុញទឹកចិត្តឲ្យអ្នកសិល្បៈបុរាណហ្នឹងគាត់បានមានឱកាសនៅក្នុងការដែលបង្ហាញសម្លេងរបស់គាត់ទូទៅគាត់ចេះតែគាត់តែងតែនិយាយថា
គេអត់សូវឲ្យតម្លៃអ្នកសិល្បៈបុរាណហើយអ្នកសិល្បៈបុរាណអត់អាចមានសម្លេងបានឆ្ងាយតែខ្ញុំចង់និយាយថាកម្មវិធីនេះអាចឲ្យអ្នកទាំងអស់គ្នាមកសាកល្បងហើយប្រើប្រាស់សម្លេងខ្លួនឯងទៅឲ្យបានឆ្ងាយអត់ចាំបាច់ថាយើងនៅអង្គុយមកកន្លែងចាំឲ្យគេនឹងមកផ្សព្វផ្សាយពីយើងឯងចុះហេតុអីយើងអត់ប្រងើបចេញដើម្បីផ្សព្វផ្សាយពីខ្លួនឯងបើសិនជាយើងចង់ប្រើប្រាស់សម្លេងយើងអញ្ចឹងខ្ញុំគិតថាមានវេទិកាច្រើនណាស់ដែលយើងអាចប្រើប្រាស់សម្លេងរបស់យើងទៅកាន់ថ្នាក់ជាតិនិងអន្តរជាតិបានទៀតហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានសំណួរអីចង់សួររីគីដាវីនឬក៏ខ្ញុំអ្នកទាំងអស់គ្នាអាច drop នៅក្នុង comment បានកុំភ្លេច like share ឲ្យបានច្រើនហើយមួយទៀតអ្នកទាំងអស់គ្នាកុំភ្លេចមកចូលរួមនៅថ្ងៃទី12ខែតុលាឆ្នាំ2025នៅទីតាំងយើងនៅផ្សារទំនើប Eon Mall សានសុកដែលយើងនឹងធ្វើកម្មវិធី live show នៅវគ្គ final តែម្ដងហើយពីពួកខ្ញុំទាំង3នាក់ក៏មានជាមួយនឹង special performance សម្រាប់អ្នកទាំងអស់គ្នាដែរធានាថាថ្មីប្លែកហើយអ្នកទាំងអស់គ្នានឹងរំភើបជាមួយពួកយើងមានអីគេទៀតចំពោះពួកបងប្អូនទាំងអស់គ្នាដែលអត់បានមកទស្សនាផ្ទាល់ក៏អាចទស្សនាការ live តាមរយៈ page Smartphone ក៏ដូចជា page V1 តែវាចង់តែទៅចែកមើលតាម live អារម្មណ៍អត់រំជើបរំជួលទេតើតែមកមើលផ្ទាល់មកដឹងថាអស់ចាស់ហើយកម្មវិធីរៀបចំថាវ៉ាវប៉ុណ្ណាហើយមានទៀតអ្នកទាំងអស់គ្នាមិនមែនមានតែ performance របស់ពួកយើងណាសំខាន់គឺយើងមានជាមួយនឹងបងសិល្បករក៏ចូលរួមដែរហើយជាពិសេសហ្នឹងចង់ដឹងហ្មងថា special guest ជាអ្នកណាដែលចូលរួមនៅក្នុងកម្មវិធីអញ្ចឹងកុំភ្លេចជួបគ្នានៅថ្ងៃទី12ខែតុលាឆ្នាំ2025ហើយព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចមើលទៅលើ page របស់ Smartphone ឬក៏ page របស់ Mi1 បានអញ្ចឹងពីពួកយើងបរិសសង្ហា top 3អូយបាទទូលយកចឹងអ្នកនរគ្នាអញ្ចឹងពីពួកយើង top 3 នៅក្នុងកម្មវិធី Smartphone Star រដូវកាលទី2សូមអរគុណសូមជម្រាបលាបាទ